ឃើញពណ៌មានហើយតបទឹកភ្នែកបានទេណាត់បងប្អូននៅជីដែរប៉ាខ្ញុំនៅប្រទេសមានជ័យដែរបងប្អូនឃើញវាថោកទាបអាចចោលស៊ីមវាបាញ់ផ្សែងពុលនៅខាងអូបៃជាន់ចឹងបងប្អូនដែលនៅខាងអូបៃជាន់គាត់ប្រឈមមុខខ្លាំងផ្សែងពុលវាអាចជ្រាបចូលទៅក្នុងរាងកាយយើងហើយវាមិនដឹងថាវាទៅបំផ្លាញចំណុចណាខ្លះនៅក្នុងរាងកាយយើងបកកផលប៉ះពាល់ទៅថ្ងៃក្រោយបែបមិនអីខ្លះយើងអត់ដឹងទេអាចជនជាតិថៃនឹងវាអាក្រក់ខ្ញុំធ្លាប់រស់នៅប្រទេសថៃ7ឆ្នាំតែខ្ញុំអត់ដែលដឹងថាជនជាតិវាខុសខើដល់ថ្នាក់ហ្នឹងទេបងប្អូនហើយបងប្អូននេះខ្ញុំថ្ងៃមិញខ្ញុំវីដេអូខលជាមួយក្មួយខ្ញុំនៅប្រទេសមានជ័យវិញនិយាយមួយប្តីខ្ញុំថាពុកហែងអូនសុំទៅនៅពេញដែរបានអត់ឲ្យអូនទៅនៅពេញដែរបានអត់អូនខ្លាចសង្គ្រាមក្មេងអាយុ5ឆ្នាំហើយនិយាយបងប្អូនខ្ញុំហៅក្មួយខ្ញុំក្មេងៗឲ្យចលះមកអំពេញសិនព្រោះអីនៅនឹងនៅខេត្តប្រទេសមានជ័យនៅស្រុកកបបរិយហ្នឹងវារៀងឆ្ងាយពីប៉ោយប៉ែតពីអូបៃឆនអី40-60គីឡូដែរប៉ុន្តែជនភេទសឹកផ្សេងដែលភេទសឹកពីខាងប៉ោយប៉ែតពីខាងអូបៃឆនពីខាងអីផ្សេងហ្នឹងគឺចាប់ផ្ដើមមកដល់ខាងប្រទេសមានជ័យប្រទេសនាងខាងម្ដុំផ្ទះប៉ាខ្ញុំដែលនៅហើយម្ដុំផ្ទះបងស្រីខ្ញុំប្អូនស្រីខ្ញុំដែលនៅនឹងហើយអ្នកនៅនឹងក៏កំពុងតែឈូឆរពួកអីS16 វាហោះឆ្វែងដល់ប៉ោយប៉ែតហើយអញ្ចឹងណាបងប្អូនទាំងអស់គ្នាអញ្ចឹងយើងបារម្ភអារម្មណ៍ខ្ញុំនៅតែជាដែរនេះមើលព័ត៌មានពេលណាឃើញវាមានព័ត៌មានមកថ្មីរហូតមានតែហ៊ាននៅរបួសមានចេះមួយចោះពីរវាចូលប្លង់ទៅនេះចូលប្លង់ទៅនោះអញ្ចឹងយើងមានដូចអារម្មណ៍យើងវាអត់សូវមូលហើយបារម្ភសិតតែបងប្អូនសិតតែនៅខាងប្រទេសមានជ័យច្រើនហ្នឹងទាំងបងប្អូនខាងប៉ាបងប្អូនខាងម៉ែអីផ្សេងរត់នឹងពីប៉ោយប៉ែតមកនៅស្រុកដែលឆ្ងាយ40-50គីឡូហើយនៅតែនេះទៀតហើយសំខាន់ឥឡូវវាបាញ់ផ្សែងពុលនេះវាបាញ់ផ្សែងពុលអាកាសធាតុខែ11 12នេះបងប្អូនវាសាយភាយវាត្រជាក់ខ្យល់វាខ្លាំងវាត្រជាក់វាសាយភាយអញ្ចឹងវាងាយធ្វើឲ្យអាផ្សែងពុលហ្នឹងហោះមកដល់អ្នកស្រុកផ្សេងដែលនៅចិត្តហ្នឹងដូចមកដល់ខាងកបរៃខាងអីបងប្អូនកុំគិតថាវាអត់ដល់ហើយវាដល់ពូវាមកតាមអាកាសធាតុវាបាញ់ប្រហោះនៅលើមេឃហើយខែនេះរដូវរំហើយចេះទៀតខ្ញុំបារម្ភប៉ាបារម្ភបងប្អូនណាស់បារម្ភក្មួយខ្ញុំនៅតូចហើយនៅឃើញសម្ដីក្មួយ4-5ឆ្នាំចេះនិយាយថាអូនខ្លាចសង្គ្រាមអញ្ចឹង